ស្រាក្នុងហាងលក់ស្រាហ្នឹងបើលោកណាផឹកស្រាលោកផឹកក្នុងកត់ក្នុងអីទេឥឡូវនិយាយពីកិច្ចការរបស់ព្រះសង្ឃដែលរស់ដោយសារញោមញាតចិញ្ចឹមហ្នឹងកិច្ចការផ្ទាល់ខ្លួនគឺត្រូវមានការគោរពបដិបត្តិជាកិច្ចការរបស់អ្នកបួសគេហៅកិច្ចវត្តកិច្ចវត្តការគោរពបដិបត្តិមាន10យ៉ាងកិច្ចវត្តទី1ត្រូវចូលទៅកាន់ព្រះវិហារនមស្ការថ្វាយបង្គំព្រះពុទ្ធនោះព្រឹកល្ងាចកិច្ចវត្តព្រឹកល្ងាចនឹងកិច្ចការសំខាន់របស់ខ្លួនទី2ដើរបិណ្ឌបាតទៅបិណ្ឌបាតសុំអាហាររបស់ញោមតាមភូមិតាមស្រុកមកចិញ្ចឹមជីវិតបើមានញោមណាគេបវរណាយកទៅប្រគេនទេនោះតែបើមានញោមញាតបវរណាប្រគេនហើយក៏ខានទៅបិណ្ឌក៏បានតែបើមានត្រូវទៅបិណ្ឌបាតតាមផ្ទះតាមភូមិស្រុកហ្នឹងយកមកចិញ្ចឹមជីវិតហ្នឹងកិច្ចវត្តទី3សំដែងអាបត្តិសំដែងអាបត្តិគឺជំរះទោសតូចតាចណាដូចជាអាបត្តិទុក្កតបាយតយៈថលយៈជាដើមអាចសំដែងប្រាប់គ្នាទៅវិញទៅមកក្នុងពីទោសកំហុសដែលខ្លួនធ្វើឲ្យខុសឆ្គងឆ្គងសំដែងប្រាប់គេដោយត្រង់គ្នាដោយត្រង់សំដែងចំពោះបុគ្គល2អង្គក៏បានដោយគណៈ3អង្គក៏បានដោយសង្ឃក៏បានសម្ដែងទោសកំហុសតែខ្ញុំបានធ្វើខុសអំពើនេះអំពើនោះអីនៅដោយការភ្លេចភ្លាំងសតិស្មារតីទៅឬដោយការប្រមាថទៅប្រកាសប្រាប់ថាខ្ញុំនឹងឈប់ធ្វើទៀតហើយអានេះគេថាសម្ដែងអាបត្តិសម្ដែងទោសប្រាប់ជាកិច្ចវត្តទី3កិច្ចវត្តទី4ត្រូវរក្សាចីវរពាក្យថារក្សាចីវរនេះក្នុងវិន័យហាមមិនអោយដាក់ចីវរឲ្យឆ្ងាយពីខ្លួនឆ្ងាយហត្ថបាសទេជាងការយើងដើរទៅលះបង់ចីវរចោលទៅអង្គស័កមួយដើរពេញណាពេញណីទៅវាអត់ឈ្មោះថាអ្នករក្សាចីវរទេពីកាលណាបើយើងអត់មានចីវរខ្លួនមានព្រះសង្ឃភិក្ខុគ្នាឯងក្តីញោមញាតក្រាមកថ្វាយបង្គំត្រូវអាបត្តិតើអត់មានចីវរនឹងខ្លួនទៅថ្វាយបង្គំលោកត្រូវអាបត្តិតែបើញោមញាតដឹងឃើញព្រះសង្ឃអត់មានចីវរក្នុងខ្លួនកុំទៅថ្វាយបង្គំលោកដល់បានទេញោមណាឃើញព្រះសង្ឃអត់មានចីវរក្នុងខ្លួនទៅកុំថ្វាយបង្គំលោកតែថ្វាយបង្គំញោមបានបន់តែឲ្យបាបលោកនេះហាមចឹងបានឲ្យរក្សាចីវរដាក់ជាប់ហត្ថបាសមកហាត់ពីខ្លួនបើយើងដោះបើមានញោមញាតណាមកថ្វាយបង្គំលើកចីវរមកដាក់ក្នុងខ្លួនព្រាមណាឲ្យនៅហត្ថបាសចឹងនេះគេពាក្យថារក្សាចីវរស្ដាប់បានទេព្រះអង្គណាហើយនិយាយពីចីវរហ្នឹងមួយនេះអរិយាបថកណៈករណាហ្នឹងអត់ដូចព្រះអង្គទេព្រះអង្គស្ពាយឈៀងកណានេះតន្លោះឃ្លុំនិយាយតំណឹងមួយទៀតព្រមមានគេឆ្ងល់ឡាគេឃើញខ្ញុំកណាអាត្មាភាពតន្លោះចីវរឃ្លុំគេថាធ្វើតាមសៀមគេថាអញ្ចឹងបើអ្នកថាហ្នឹងវាអត់បានរៀនវិន័យស្គាល់ដឹងទេបើថ្ងៃនេះស្រាយឲ្យលឺទាំងអស់គ្នាក៏មិនលើកទោសពួកភិក្ខុដីសាមណេរក្តីក្នុងវិន័យតែចេញពីវត្តរបស់ខ្លួនត្រូវដណ្ដប់ឲ្យចិត្តក្នុងវិន័យថាដណ្ដប់តែភាសាយើងសម័យថាឃ្លុំឲ្យចិត្តស្មាទាំងពីរនេះចេញពីវត្តទៅកាន់ភូមិបើទៅដោយក្រងចៃវរឈៀងស្មាមកខាងឲ្យស្មាមកខាងនៅបញ្ចេញកណ្ដាលវាដើរទៅត្រូវអាបត្តិទុក្កតរជាងហ៊ាននេះបើស្រាប់ចេញពីវត្តទៅភូមិយ៉ាងចឹងបើយើងទៅចូលកាន់វត្តអារាមគេដទៃទៅដល់ខ្លងទ្វារវត្តត្រូវរុះចៃវរឲ្យស្ពាយឈៀងស្មាមកខាងឬដន្លោះឃ្លុំវាមានពីរក្នុងវិន័យប
ប៉ុន្តែប្រពៃណីប្រសងខ្មែរយើងច្រើនតែតន្លោះច្រើនតែរុចីវរចឹងឯងហើយតន្លោះខ្លុំនេះអត់សូវមានទេបើធម្មយុត្តគេតន្លោះខ្លុំបានដូចតែគ្នាបើចូលវត្តគេតង់កន្លុំត្រូវអាបត្តិទុកកត់រចឹងអញ្ចឹងអានេះយកផ្នែកវិន័យនេះហើយខ្ញុំកណាអាត្មាបើធ្វើដំណើរចេញពីវត្តមកក៏ឃ្លុំដណ្ដប់ឲ្យចិត្តហើយតែកាលណាចូលមកវត្តត្រូវដណ្ដោះឃ្លុំហើយបើមកក្នុងពិធីអញ្ចឹងមានប្រសងមានបរិស័ទច្រើនបើលវលរុះឃ្លុំស្ពាយឈៀងស្មាមកខាងទៅរុះឃ្លុំខ្លួននៅកណ្ដាលវាលតទេកណ្ដាលវងប្រជុំគេណានៅវាមិនគួរសមតែបើចាត់ដណ្ដោះឃ្លុំទៅផ្លែរួចព្រាមអានឹងយកកណាប្រគិនពើតែមានណាបើសិនមិនយល់ទេប្រកាសជាលើកទោសកណាធ្វើអីធ្វើតាមស៊ីមិនទេអានេះធ្វើតាមវិន័យបើខ្លួនឯងមិនបានរៀនវិន័យឲ្យចេះដឹងចេះតថាថ្ងៃនេះប្រាប់កុំឲ្យថាទៀតហើយព្រះអង្គចឹងដែរទៅវត្តគេបើតែឃ្លុំទៅដល់វត្តគេបើមិនចង់រុចវរតន្លោះអញ្ចឹងទៅរួចមានឲ្យពីរនឹងបានដូចគ្នាអានេះនិយាយពីការរសាចីវរមកវាតាកតងនឹងអញ្ចឹងទី4រក្សាចីវរហ្នឹងទី5សម្អាតវត្តអារាមអានឹងសុជីវធម៌ក្នុងសង្គមហើយនិយាយពីអនាម័យនេះនៅលើពិភពលោកមានតែពុទ្ធសាសនាទេដែលព្រះពុទ្ធលោកសម្ដែងពីអនាម័យការសម្អាតតាំងពីរាងកាយរបស់យើងស្បង់ចីវរយើងជាដើមអនាម័យតាំងពីការឆាន់ជាដើមឆាន់បាយហ្នឹងនៅប្រទេសឥណ្ឌាជនជាតិឥណ្ឌាបរិភោគស្មុកក្រូចណាយើងទៅមើលខ្ពើមខ្វាមករៀមប្រាស់យកមកពោមណាមានពុកមកចង្ការមកវាតោងប្រឡាក់ឲ្យដៃអាវធំពេលបរិភោគអាវទៅមូដៃអាវហ្នឹងអាដៃអាវជាលក់សម្មាសម្ពុទ្ធលោកឃើញว่ามันល្អវាស្មុកក្រូចអញ្ចឹងបញ្ញត្តិឲ្យពូភិក្ខុនេះឆាន់អាហារហ្នឹងពូជាពំនូតមិនឲ្យធំពេកទេឲ្យល្មមតែពំនូតនេះចូលក្នុងមាត់ទៅវាល្មមទាំងអស់ទាំងមកតែពំនូតធំពេកឆាន់កាត់ពំនូតបាយពាកកណ្ដាលក៏មានទោសដែរអរិយសំបីតែចុកពំនូតបាយទៅក្នុងមាត់មិនឲ្យហាមាត់ចាំទេបាយអាហារឲ្យយកពំនូតបាយមកដាក់ផ្ទះបងវត្តបាយហាបងមាត់ទាំងចូលវាដល់ទំពីអាហារត្រូវឲ្យកំបិបបងមាត់អត់ឲ្យហាមាត់ទេឬទំពីមិនឲ្យលឺសូរជប់ដូចជ្រូកទេហាមិនណីជាណាមហើយសំបីដល់ហត់ទឹកសន្លមិនឲ្យហត់លឺគ្រូទីបងហាមក្នុងវិន័យមែនអត់នឹងយ៉ាងហើយបរិភោគមិនឲ្យបៀមដោយស្វាបៀមអាហារទូញធ្វើមកខាងក៏ហាមដែរពេលឆាន់អត់ឲ្យនិយាយគ្នាទេឃើញទេអានឹងនិយាយពីសុជីវិធម៌គឺវិន័យស្អាតក្នុងការបរិភោគហ្នឹងដល់ពុទ្ធសាសនាទាំងអស់មានពុទ្ធសាសនាមួយតែដែលនិយាយពីអនាម័យពីអនុផ្នែកសុជីវធម៌សង្គមហើយបងទាំងអស់មានទាំងអស់ហើយឲ្យរក្សាទីសេនាសនៈវត្តអារាមកុដិសាលាវិហារដែលញោមញាតគេកសាងឲ្យហើយយើងមកនៅត្រូវសម្អាតឲ្យស្អាតតាំងពីបរិស្ថានក្នុងវត្តឲ្យស្អាតបោះសង្រាមឲ្យស្អាតប៉ុន្តែវត្តខ្លះអត់ទេចូលទៅឃើញក៏ក្រិចសំបីតែកំពែងវត្តនោះក៏វើឲ្យដោះរុំឡើងចិត្តអត់ដែលមើលទេអានឹងខុសវិន័យហើយត្រូវសម្អាតឲ្យស្អាតតាំងពីកុដិអារាមជាដើមកុំឲ្យស្មោកគ្រោកបានន័យថាអ្នកដែលសម្អាតវត្តអារាមទាំងអស់នឹងឲ្យស្អាតព្រោះយើងញោមញាតិគេជឿថាសាងយើងកាន់តែមកនៅមិនថែរក្សាអត់បានអានេះសម្រាប់កិច្ចវត្តទី5កិច្ចវត្តទី6ក៏បីគោរពបម្រើព្រះឧបជាឬប្រធេរៈមិនមែនជាឧបជាយើងប៉ុន្តែជាប្រធេរៈសង្ឃធេរៈនៅក្នុងវត្តចៅអាវាសលោកមានភាសាត្រឹមនេះ
ឧបជាផងសង្ឃទេផងនៅនឹងគេទៅប្រពេញប្រពើងមិនដឹងអីត្រូវយើងទៅគោរពបម្រើលើកបម្រើទឹកឆាន់ទឹកស្រង់អីសពបែបសពយ៉ាងណាអានឹងកិច្ចវត្តទី6កិច្ចវត្តទី7ពិចារណាបច្ចវេកនវិធីបរិភោគប្រើប្រាស់បច្ច័យ4ដែលញោមញាតិគេប្រគេនក៏បីពិចារណាមុននឹងប្រើរបស់ត្រូវពិចារណារកហេតុរបស់ទៅប្រើដើម្បីអីហើយបច្ចវេកនវិធីនេះធ្ងន់ណាស់ណាអ្នកបួសយើងតែមិនយល់មានទោសក្នុងធ្ងន់ណាស់ថាយើងបរិភោគបច្ច័យ4របស់គាត់ដោយអត់បានពិចារណាវាមានកាលវេលាទៀតបើយើងបរិភោគបច្ច័យ4ថ្ងៃនេះត្រូវពិចារណាក្នុងថ្ងៃនេះឯងមិនឲ្យកន្លងរាត្រីទេបើយើងអត់បានពិចារណាទេទុកឲ្យមកយប់វោះព្រឹកស្អែកឡើងព្រះអាទិត្យរះឡើងជំពាក់គេហើយអត់រួចខ្លួនទេជំពាក់ត្រូវពិចារណាក្នុងមួយយប់មួយថ្ងៃកុំឲ្យកន្លងតែបើយើងបរិភោគមិនបានពិចារណាបច្ច័យ4គឺស្មើថាបរិភោគដុំភ្លើងទៅបើកែជាងវាកាន់តែលលាកស្លាប់អត់ធ្លាក់ទៅនរកទេប្រជាបរិភោគបច្ច័យ4គេមិនបានពិចារណាទេធ្លាក់ទៅកាន់នរកទៀតបើលោកថាបរិភោគដុំភ្លើងទៅវាទៅកាន់តែស្លាប់អត់ទៅនរកនេះវាពលលោកប្រាប់អានេះកិច្ចវត្តទី7ហ្នឹងកិច្ចវត្តទី8ត្រូវកោសក់កោពុកមាត់ពុកចង្កាកាត់កញ្ចក់រៀងរាល់កន្លះខែហ្នឹងចាឲ្យរៀងរាល់កន្លះខែគ្មានរវល់ធ្វើអីទេអង្គខ្លះមួយខែមិនកោតែគេសមាញហើយស្ងៃអ្នកបួសយើងខ្លះឃើញទុកកញ្ចក់ដល់បវៃនេះមកពីមិនស្គាល់វិន័យអញ្ចាំណាតែថ្ងៃកសក់ពុកមាត់ពុកចង្កាកាត់ក្រចកជាមួយនៅបើនេះជាណាមៃសុជីវិតទៅអត់គេបត់អត់ទៅហើយមកសថ្ងៃមានបញ្ហាទៀតព្រះសង្ឃខ្មែរពុទ្ធសាសនានិងខ្មែរមាន3ប្រទេសពុទ្ធសាសនានិងថៃនិងឡាវប្រទេស3នេះគេកោរុំចាំបងក្នុងវិន័យអត់មានឲ្យកោរុំចាំទេវិន័យកិច្ចដែលបព្វជិបេក្ខអ្នកបួសត្រូវទៅបួសបដិបត្តិមុនគេមុននឹងបួសគឺកោសក់ពុកមាត់ពុកចង្កាកាត់កញ្ចក់តែរុំចាំអត់មានប្រាប់ទេក្នុងវិន័យអត់មានប្រាប់ឲ្យកោទេតែមិនបានប្រសង់ខ្មែរថៃឡាវក៏ថានឹងវាជាសង្ឃបញ្ញត្តិលោកអ្នកប្រាជ្ញក្នុងប្រទេសនេះលោកថាកសក់មិនករុំចាំមកខ្លះរុំចាំនឹងក្រាស់ប្រមើទៅខ្មៅវាក្រឡេកមកច្បាស់កន្លែងថាបើអញ្ចឹងប្រជុំនេះថាយើងណាមានកោទៅវាជាចន្លោះពុទ្ធានុញ្ញាតនិងពុទ្ធបញ្ញត្តិយើងអាចធ្វើបានហើយសង្ឃបញ្ញត្តិនឹងព្រះពុទ្ធលោកសម្ដែងថាមានសុពលភាពដូចជាពុទ្ធបញ្ញត្តិដែរតែសង្ឃព្រមព្រៀងនេះយើងអាចធ្វើបានតែមានប្រសង់ខ្មែរខ្លះហ្នឹងទៅប្រទេសភូមាទៅឃើញលោកភូមាអត់ករុំចាំមកវិញនាំយកវប្បធម៌ប្រសង់ភូមាយកមកដាក់ពេញប្រទេសខ្មែរខេត្តបាត់ដំបងនេះមានដែរណាបើមានសុំឲ្យព្រះមេគុណព្រះមន្ត្រីសង្ឃខេត្តហៅលោកមកអប់រំពីព្រោះនៅអនុសង្ឃវជ្រៈមហាសន្និបាតមានដាក់ចោលមកប្រសង់ខ្មែរអត់ករុំចាំនៅសៀមរាបមានដែរមាន2 3កន្លែងប៉ុន្តែមកអនុខ្លះឃើញកហើយថាបើមិនគោរពទេក៏ធ្វើតែតអ្នកឯងគោរពនឹងឯងថានឹងប្រពៃណីវប្បធម៌របស់ពុទ្ធសាសនានិងខ្មែរដែលត្រូវរក្សាហ្នឹងស្ដាប់បានទេអស់លោកណាហើយលោកសង្ឃខ្មែរទៅភូមិមកវិញគេថាភូមិគេថាអើយលោកសង្ឃខ្មែរនេះចេះជាងព្រះអ្នកចេះជាងព្រះគេអួតទៅសើចថា
ព្រះពុទ្ធមានឲ្យកោរុំចាមលោកសង្ឃខ្មែរនំនេះកោរុំយ៉ាងតែចេះជាងព្រះអូលោកសង្ឃខ្មែរយើងទៅភូមិយកវប្បធម៌របស់ភូមិអ៊ូតសរសើរគេគ្រប់បែបគ្រប់យ៉ាងបានអាត្មាដឹងព្រះសង្ឃភូមិសង្ឃភូមិគណៈដែលណាដែលល្អមានច្រើនគណៈណាគណៈដែលល្អគណៈដែលមិនល្អធូរមែនទេអាត្មាសួរតលោកឯងទៅភូមិលោកឯងដែលឃើញលោកសង្ឃភូមិដើរបណ្ដើមនុស្សស្រីដែរលោកថាឃើញអានឹងល្អហើយអានោះឯងទៅភូមិដែលឃើញលោកសង្ឃភូមិទៅចូលមើលល្ខោនមើលកុនពេញរោងដោយប្រសាទដែលឃើញថាឃើញអានឹងល្អហើយនោះលោកឯងទៅភូមិដែលឃើញលោកសង្ឃភូមិនាំគ្នាទៅចូលហាងលក់ស្រាអង្គុយផឹកស្រាក្នុងផ្សារគេលក់ស្រាថាឃើញចឹងមិនបើលោកឯងឃើញតែសេចក្តីល្អអន្តិចដល់អាក្រក់មិនលោកឯងមើលមិនឃើញឯងថាលោកសង្ឃខ្មែរមានលោកណាហ៊ានដើរបណ្ដាស្រីកណ្ដាលវាឃើញអត់ទេណាហើយលោកសង្ឃខ្មែរមានលោកណាទៅចូលមើលល្ខោនមើលកុនចុករោងនោះបើអត់មានទេហើយលោកសង្ឃខ្មែរមានលោកណាដឹកដៃគ្នាទៅផឹកស្រាក្នុងហាងលក់ស្រាហ្នឹងបើលោកណាផឹកស្រាលោកផឹកក្នុងកុដក្នុងអីទេតែអានេះយើងនិយាយអញ្ចឹងវាមានខ្លះប៉ុន្តែនៅតែក្នុងលៀកបាំងដែរស្អបានទេញោមណានៅតែក្នុងការដែលលៀកបាត់បាំងមិនអោយគេដឹងដែរនោះគឺជាមហោថាឲ្យលោកបានលោកស្ងៀមលោកឯងអកតេអ្វីដែលខ្មែរល្អលោកឯងមើលមិនឃើញទេទៅឃើញគេល្អបន្តិចអត់ករុំចាំបើយ៉ាងណាសូមផ្ដាំនៅព្រះមេគុណមន្ត្រីសង្ឃឯណាទាំងធម្មយុត្តទាំងមហានិកាយសូមឲ្យថែរក្សាប្រពៃណីវប្បធម៌នឹងថាពុទ្ធសាសនានិងខ្មែរអានឹងគេរក្សាត្រូវរក្សាណាក៏ទៅអត់មានត្រូវអាបត្តិអីទេណាបានហើយអានឹងមួយទី8ទី9ក៏បីធ្វើអបអសតកម្មរៀងរាល់កន្លះខែអបអសតកម្មនឹងកិច្ចវត្តនេះអនុសង្វចរៈរបៀបរៈដាក់ចុះមកហើយតែនៅតែមិនមានប្រសិទ្ធភាពមានគុណទេប្រកាសកចិត្តតែប្រកាសទៅគ្រប់វត្តគ្រប់អារាមទាំងអស់កិច្ចវត្តក៏មិនសូវចូលធ្វើអបអសតកម្មក៏អត់តែណាវត្តដែលធ្វើអបអសតកម្មរៀងរាល់កន្លះខែទៅស្ដាប់ព្រះសង្ឃសូត្របដិមកវិន័យសិក្ខា227សិក្ខាបទដែលភិក្ខុគោរពហ្នឹងស្ដាប់អានឹងជាការដាស់តឿនការរំលឹកឲ្យរៀងរាល់កន្លះខែខាងខ្នើត15កើតខាងរនោច10បើខែពេញ15រោចបើខែខាត14រោចត្រូវប្រជុំគ្នាក្នុងរោងបោសន្តហ្នឹងហើយរោងបោសន្តហ្នឹងមានឈ្មោះពីរមួយហៅវិហារមួយហៅអបោសថាគារដែលគេហៅថាវិហារវិហារៈហ្នឹងប្រែមកថាជាកុដិដ៏ធំល្អប្រណិតបានគេហៅវិហារព្រោះកន្លែងនោះគេសាងពុទ្ធបដិមាដែលអង្គបជីធំជាងគេទៅតម្កល់សម្រាប់ព្រះសង្ឃចូលទៅថ្វាយបង្គំនមស្ការដូចជាចូលទៅគល់ព្រះសម្មាសម្ពុទ្ធកាលព្រះអង្គគង់ធរមាននៅឡើយព្រះអង្គមានសម្ដែងធ្វើណាបើមិនយើងទៅស្វាធ្យាយប្រធើដែលព្រះអង្គសម្ដែងហើយជាកិច្ចគោរពគេអង្គព្រះជីវិតហ្នឹងគេទុកស្មើពុទ្ធបដិមាលោកមានជីវិតរស់នៅឡើយដូចជានៅឯវត្តចេតពន្ធសុគន្ធតែគាត់ដីអាណាតិបិណ្ឌិកសាងថ្វាយនៅនេះក្រុងសាវត្ថីហ្នឹងក៏កុដិដ៏ធំដែរក៏សុគន្ធតែកុដិដីទីលំនៅដែលព្រះអង្គលោកគង់បើអញ្ចឹងគេហៅទៅវិហារហ្នឹងវាមានអត្តន័យដែលសាងពុទ្ធធំទៅអង្គធំទៅតម្កល់តែស្រុកខ្លះគេថាព្រះប្រធានហ្នឹងពាក្យសាមញ្ញទេដោយសារឃើញពុទ្ធនៅលោកធំជាងគេទៅមានពុទ្ធតូចច្រើននោះប្រធានគេពាក្យដែលបង្កើតនិយាយជាក្រោយទេតែពីបុរាណថាអង្គព្រះជី
ដោយពាក្យពីមុនថាអរគុណច្រើនស្ងាយថាអរគុណធំណាពាក្យវិចិត្រកើតចឹងដូចព្រះប្រធានតែគ្នាអាហ្នឹងក៏អត់ល្អដែរនិយាយថាអរគុណធំអីហ្នឹងពាក្យវាដូចជាកំ pl ែងលេងអ្នកដែលល្ងងមិនដឹងអីយកមកពោលនិយាយក៏ចេះតែលឺតនេះក៏យកមកនិយាយទៅខូចភាសាជាតិអរគុណធំយើងថាអរគុណច្រើនអានេះខ្មែរវិវរាណនោះប៉ានឹងនិយាយពីវាគេហៅឧបោសថាគារគឺអាគារផ្ទះដែលប្រសង់ទៅប្រជុំគ្នាធ្វើឧបោសថកម្មនោះវាមានអត្ថន័យពីរចឹងនេះសំជ្រាបចឹងនឹងក៏សំធ្វើម៉េចឲ្យមានការធ្វើឧបោសថកម្មនោះបានច្រើននៅលើព្រះមន្ត្រីសង្ឃទេព្រះមេគន្ធព្រះអនុគន្ធឲ្យគ្រប់ទាំងអស់សូមដឹកនាំឲ្យធ្វើបើវត្តណាដែលវាមានចំនួនតែធ្វើវាមិនកើតអត់មានអ្នកចេះទេវត្តណាដែលមានអ្នកចេះក៏បែកគ្នាឲ្យមករួមធ្វើក្នុងគេវត្តគេណាក្នុងវិន័យធ្វើឧបោសថកម្មបើខែវស្សាក៏កាលណាគោះទូងស្គរកោះរគាំងជុំនេះហើយក៏ទៅធ្វើទៅសម្ដែងចាត់ការទៅតែបើរដូវប្រាំងចេញបក្រៅវស្សាហើយក្នុងវិន័យថាទូងស្គរកោះរគាំងទូងស្គរហើយទៅប្រងអង្គចាំ 4-10 នាទីសិនខ្លាចមានអកន្តកៈពីវត្តណាឬលោកមិនណាលោកចង់ចូលមករួមធ្វើស្ដាប់បាត់ដេម៉ោងនឹងដែរយល់ទេអីឲ្យប្រងអង្គចាំទៅដល់ក្រៅវស្សាក្នុងវិន័យប្រាប់គ្រប់ព្រោះអកន្តកៈពីក្រៅក៏លោកជ្រះថ្លាក៏អាចមកចូលរួមធ្វើយ៉ាងដែរព្រោះចុះបើអកន្តកៈពីក្រៅលោកចូលមកយើងសំដែងទៅហើយតែថាវាចប់សង្ឃាពិសេសបរាជិកអនុញ្ញាតទៅហើយដល់លោកមកចង់ចូលរួមនឹងយើងបើពីអង្គដែលមកតិចជាងយើងអ្នកដែលធ្វើហ្នឹងឲ្យចូលមកស្ដាប់តែម្ដងមកអត់ប្របាក់សាររើទេតែបើចំនួនដែលមកវាច្រើនជាងរឿងអ្នកប្រជុំក៏បីរៀបចំធ្វើដែលសូត្របុព្វកិច្ចបុព្វករណៈឲ្យសាដើមអានេះអញ្ចឹងណាហើយវិន័យពុទ្ធលោកបញ្ញត្តិទុកឱកាសសម្រាប់ក្រែងមានអកន្តកៈនិមន្តមកចង់ចូលរួមបងឬវត្តដទៃនេះបានឧបោសថកម្មជាគ្រឿងជំរះដាស់តឿនក្រៈធម៌វិន័យយើងឲ្យភ្ញាក់រលឹកឡើងបើកាលណាមិនបានស្ដាប់វិជ្ជាតាខ្មែរទៅក៏លេងអើពើនឹងវិន័យសិក្ខានឹងឲ្យលេងរវល់ខ្លួនជាអ្នកបួសប៉ាន់អត់មានធម៌វិន័យអីសោះឥឡូវច្រើនណាស់សម្រាប់ព្រះសង្ឃហើយបុរាណលោកថាធ្ងន់នៅថ្មក្រនៅក្តីក្រិតនៅស្រីវិន័យនៅសង្ឃចាដុំថ្មធ្ងន់ណាស់ក្តីអាចំលោះឆ្លោះប្រកែកនេះធ្ងន់ណាស់ទៅតស៊ូរិចលើលេចក្រោមទៅអត់ត្រឹមបានឈ្នះអស់ប្រាក់នៅប្រមាណទេបានថាធ្ងន់នៅថ្មក្រនៅក្តីក្រិតនៅស្រីវិន័យនៅសង្ឃឥឡូវលោកសង្ឃយើងហ្នឹងក៏បងវិន័យច្រើនណាស់ឥឡូវហ្នឹងវិញស្ត្រីនារីយើងក៏បងក្រិតជាស្ត្រីខ្មែរនឹងច្រើនណាស់អាត្មានិយាយប៉ះពាល់ទឹកមុខអត់សូវល្អទេបើអាត្មាប្រាប់តាអាត្មានិយាយក្នុងនាមអ្នករួមជាតិរួមសាររួមទៅទេបើនេះគឺពូជពងយើងទាំងអស់គ្នាយល់ទេដាស់តឿនក្រានគ្នាហ្នឹងអាហ្នឹង